ចង់បង្កើតទម្លាប់ថ្មីត្រូវដោះស្រាយទម្លាប់គេងមិនល្អជាមុនសិនការដែលគេងមិនស្ងប់ឬមិនគ្រប់ងាយនឹងទាញឲ្យសុខភាពផ្លូវចិត្តចុះខ្សោយហើយរុញច្រានឲ្យប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តនិងការថប់បារម្ភដែលកត្តាទាំងនេះជាឥទ្ធិពលទៅដល់ការបដិញ្ញាចិត្តក្នុងការសម្រេចគោលដៅនិងបង្អាក់ដល់ការឈានទៅរកការអនុវត្តទម្លាប់ល្អទៅទៀតបើតាម Very Wellman បានឲ្យដឹងថាការថែរក្សាខ្លួនឯងបានល្អនិងការបង្កើតទម្លាប់ដែលពង្រឹងឲ្យមានសុខភាពល្អក៏ត្រូវការគំនិតដែលមានភាពស្ងប់ហើយគំនិតដែលស្ងប់ទៅបានត្រូវការរាងកាយដែលទទួលបានការសម្រាកបានគ្រប់គ្រាន់ព្រោះខួរក្បាលមិនអាចដំណើរការល្អបានទេនៅក្នុងស្ថានភាពដែលថាមពលរាងកាយថមថយឬក្នុងកាលៈទេសៈអារម្មណ៍ច្របូកច្របល់ការគេងនេះហើយជាកត្តាដ៏ចម្បងមួយក្នុងការធ្វើឲ្យមានថាមពលត្រឡប់មកវិញធ្វើឲ្យមានស្មារតីរឹកដឹងអាចគ្រប់គ្រងខ្លួនឯងបានរួមទាំងជំរុញដល់ការផ្ដោតអារម្មណ៍បង្កើនការចងចាំហើយរួមចំណែកឲ្យមានការប្រកាន់ខ្ជាប់ជួននៅទម្លាប់នេះមួយដោយមានប្រសិទ្ធភាពមិនថាការហាត់ប្រាណហាត់កីឡាធ្វើការឬក៏ការសិក្សានោះទេភាពប្រទាក់ក្រឡាគ្នារវាងការគេងនិងការបង្កើតទម្លាប់ថ្មីទម្លាប់គេងដោយមានគុណភាពត្រូវការបែបបទនៃការរក្សាអនាម័យផងទាំងអាហារផងនិងពេលវេលាផងដែលនេះគឺជាគ្រឹះមួយក្នុងការបង្កើតមូលដ្ឋានគ្រឹះនៃវិន័យមូលហេតុនៃការបង្កើតទម្លាប់នេះមួយចាំបាច់ត្រូវការឲ្យមានទម្លាប់ក្នុងការគេងឲ្យបានល្អជាមុនដោយសារតែការសម្រាកគឺជាដើមចំក្នុងការជំរុញឲ្យខួរក្បាលមានការដំណើរការល្អដែលពាក់ព័ន្ធទៅនឹងការបង្កើនថាមពលបង្កើនផលិតភាពនិងជំរុញដល់ការបដិញ្ញាចិត្តជាដើមគុណភាពគេងជំរុញឲ្យបន្តទឹកចិត្តអនុវត្តទៀងទាត់ធ្លាប់ទេបរាជ័យក្នុងការបង្កើតទម្លាប់ថ្មីដើម្បីលុបបំបាត់ទម្លាប់ចាស់ដែលមិនល្អប៉ុន្តែមិនថាប្រឹងយ៉ាងណាឬប្រើវិធីសាស្ត្របែបណានោះទេការរក្សាខ្លួនឯងឲ្យផ្សារភ្ជាប់ជាមួយទម្លាប់ទាំងនោះហាក់មិនបានយូរអង្វែងឬក៏អនុវត្តដែលតែធ្វើទាំងលំបាករហូតដល់ខ្សោះថាមពលទ្វេដងរហូតពេលខ្លះបាក់ទឹកចិត្តហើយបោះបង់ទម្លាប់ដែលចង់បង្កើតនោះតែម្ដងស្ថិតក្នុងដំណាក់កាលនេះគួរក្រឡេកមកមើលទម្លាប់នៃការសម្រាកប្រចាំថ្ងៃរបស់ខ្លួនវិញម្ដងតើការគេងមានគុណភាពឬស្ងប់និងបានគ្រប់ចំនួនម៉ោងដែលពេទ្យឬអ្នកជំនាញណែនាំដែរទេតើដឹងទេថាផលប៉ះពាល់ពីការគេងមិនគ្រប់ឬគេងមិនឆ្អែតក៏មានភាពប្រទាក់ក្រឡាគ្នានឹងការបំពេញសកម្មភាពពេលថ្ងៃដែរឧទាហរណ៍លោកអ្នកចង់បង្កើតទម្លាប់ដើរហាត់ប្រាណពេលព្រឹកប៉ុន្តែគេងមិនគ្រប់នៅពេលយប់ទោះបីជាមានម៉ោងរោទអាចដាស់ឲ្យភ្ញាក់និងមានការតាំងចិត្តមោះមុតយ៉ាងក្តីប៉ុន្តែបើកម្លាំងកាយមិនឆ្លើយតបនឹងសកម្មភាពនេះទេអាចនឹងនាំឲ្យឈឺនិងងាយបោះបង់ចោលដូច្នេះការគ្រប់គ្រងកម្លាំងចិត្តក៏ត្រូវការឲ្យកម្លាំងកាយចូលរួមសហការផងដែរការដោះស្រាយទម្លាប់គេងមិនល្អក្រៅពីគេងឲ្យបានចាប់ពី7ទៅ8ម៉ោងក្នុងមួយយប់នៅមានសកម្មភាពសំខាន់មួយចំនួនដែលរួមចំណែកក្នុងការពង្រឹងគុណភាពគេងដូចជាការកាត់បន្ថយសកម្មភាពឬបន្ថយការនៅមុខអេក្រង់ឬនៅមុខកញ្ចក់ទូរស័ព្ទមានពន្លឺពណ៌ខៀវប៉ះពាល់ដល់ការគេងឬការកាត់បន្ថយជាតិអាល់កុលការពិសាតែនិងកាហ្វេឲ្យត្រូវពេលឬក៏កាត់បន្ថយខ្លះនិងការជ្រើសរើសអាហារដែលសម្រួលដល់ប្រព័ន្ធរំលាយអាហារឬអាហារដែលពង្រឹងដល់គុណភាពដំណេកនិងមិនទទួលទានច្រើនពេកមុនពេលគេងជាដើមក្រៅពីនេះការយកចិត្តទុកដាក់ក្នុងការប្រើពន្លឺក្នុងបន្ទប់ឬការរក្សាអនាម័យសុទ្ធសឹងតែជាកត្តារួមផ្សំក៏ដូចជាការបង្កើតការវិភាគចូលគេងនិងការក្រោកវាបានទៀងទាត់ជាដើម